សួស្តីអ្នកទាំងអស់គ្នានេះគឺជារបៀបដែលអ្នកទាំងអស់គ្នាដាក់លក់ចម្រោះផលិតផលនៅក្នុងហាងរបស់អ្នកទាំងអស់គ្នាតោះមកអ្នកគ្នាគ្រាន់តែចុចប៊ូតុងឆ្វេងនៅលើនេះបន្ទាប់មកអ្នកគ្នាគ្រាន់តែចុចទៅលើពាក្យផលិតផលហើយបន្ទាប់មកអ្នកគ្នាចុចទៅលើពាក្យផលិតផលអូខេបន្ទាប់មកអ្នកគ្នាគ្រាន់តែដាក់លក់ផលិតផលថ្មីអូខេបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យផលិតផលរបស់អ្នកទាំងអស់គ្នាមានចម្រោះច្រាស់ជាទំហំ size SML បែបនេះអ្នកទាំងអស់គ្នាគ្រាន់តែ scroll មកកាន់ចម្រោះផលិតផលបន្ទាប់មកអ្នកទាំងអស់គ្នាអាចដាក់ឈ្មោះចម្រោះដូចជាអូខេក្នុងករណីនេះគឺខ្ញុំដាក់ថា size បន្ទាប់មកអ្នកគ្នាចូលច្រាស់ជាប្រភេទបាញ់ជីបន្ទាប់មកអ្នកគ្នាគ្រាន់តែចុចពាក្យថាបន្ថែមតម្លៃអូខេបន្ទាប់មកជាជំហានដំបូងគឺខ្ញុំដាក់ size S បើអ្នកទាំងអស់មានចម្រោះផ្សេងទៀតអ្នកគ្នាអាចបន្ថែមតម្លៃទៀតបន្ទាប់មកគឺខ្ញុំមាន size M មួយទៀតបន្ទាប់មកអ្នកគ្នាអាចបន្ថែមតម្លៃមួយទៀតមកគឺខ្ញុំដាក់ size L មួយទៀតបន្ទាប់មកគឺប៊ូតុងក្រោមនេះគឺជាកន្លែងដែលអ្នកគ្នាតាមដានតម្លៃដើមនិងតម្លៃលក់ហើយនឹង stock លម្អិតទៅលើ size នីមួយៗដូចក្នុងករណីនេះអញ្ចឹងគឺ size S គឺមានតម្លៃដើម$5ហើយនឹងតម្លៃលក់គឺជាតម្លៃដែលដាក់ឲ្យអ្នកទិញគាត់ទិញហើយបន្ទាប់មកនេះគឺជា stock នេះគឺជាអ្វីដែលអ្នកទិញគាត់នឹងឃើញនៅពេលដែលគាត់ចូលទៅកាន់ website របស់អ្នកទាំងគ្នាគឺគាត់មានចម្រោះ3នេះអូខេបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យអីវ៉ាន់របស់អ្នកទាំងអស់គ្នាគឺមានចម្រោះច្រាស់រស់ជាប្រភេទពណ៌បែបនេះអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ពាក្យថាចម្រោះផលិតផលដដែលហើយបន្ទាប់មកអ្នកគ្នាគ្រាន់តែវាយពាក្យ color ទៅឬក៏អាចវាយជាពាក្យពណ៌ក៏បានឬក៏ពាក្យអ្វីផ្សេងក៏បានបន្ទាប់មកកន្លែងច្រាស់នេះគឺអ្នកគ្នាច្រាស់ជាប្រភេទពណ៌នោះអ្នកគ្នានឹងទទួលបាន color ហើយបន្ទាប់មកអ្នកគ្នាគ្រាន់តែបំពេញមានន័យថាអ្នកគ្នាគ្រាន់តែដាក់តម្លៃពណ៌របស់អ្នកទាំងអស់គ្នាមកដូចជាពណ៌ black ប្រសិនបើមានពណ៌អ្វីផ្សេងទៀតអ្នកគ្រាន់តែបន្ថែមតម្លៃមកអូខេនេះគឺជាការលម្អិតអំពីតម្លៃនៃអាវពណ៌នីមួយៗបើសិនជាអ្នកគ្នាមិនមាន stock ទេអ្នកគ្នាអាចលុបក៏បានឬក៏ជាដាក់0ក៏បានអញ្ចឹងអ្នកគ្នានឹងឃើញជាទម្រង់បែបនេះអូខេនេះគឺជាចម្រោះមួយទៀតដែលអ្នកគ្នាអាចដាក់ឲ្យអ្នកទិញគាត់ជ្រើសរើសបានអញ្ចឹងក្នុងករណីនេះគឺគាត់មានអាវពណ៌ខ្មៅគាត់មាន size S និង size M តែចំណែកពណ៌សគឺគាត់អត់មាន size M ទេអញ្ចឹងអ្នកនរគ្នាអាចដាក់បានបែបនេះគឺអ្នកគ្នាគ្រាន់តែចូលទៅកាន់ពាក្យថាចម្រោះផលិតផលបន្ទាប់មកជាជំហានដំបូងអ្នកនរគ្នាគ្រាន់តែដាក់ច្រាស់ពណ៌មុនតមកដូចករណីនេះពណ៌ខ្មៅពណ៌សហើយបើសិនជាអ្នកនរគ្នាមានចម្រោះមួយតង់ទៀតគឺទំហំពីលើពណ៌សខ្មៅទៀតអ្នកគ្នាគ្រាន់តែចុចពាក្យបន្ថែមនឹងមកបន្ទាប់មកអ្នកគ្នាគ្រាន់តែដាក់ size ហើយ size S size M បន្ទាប់មកអ្នកគ្នាគ្រាន់តែអស់មកក្រោមមកក្នុងករណីមួយនេះបើសិនជាពណ៌ខ្មៅមាន size S size M មាន stock អ្នកគ្នាគ្រាន់តែដាក់តាមនឹងមកបើសិនជាអ្នកទាំងគ្នាមានពណ៌សហើយ size S size M តែ size M គឺអត់មានទេអ្នកគ្នាអាចដាក់ stock ចំនួន0ក៏បានឬក៏លុបក៏បានដែរអញ្ចឹងអ្វីដែលអ្នកទិញគាត់នឹងឃើញគឺគាត់នឹងមានចម្រោះបែបនេះបន្ទាប់ពីអ្នកទាំងគ្នារួចរាល់ហើយអ្នកទាំងគ្នាគ្រាន់តែចុចពាក្យប៊ូតុងថារក្សាទុកផលិតផល